ក្រសួងសន្តិសុខសាធារណៈចិនបានសម្រេចចោទប្រកាន់អតីតមហាសេដ្ឋីខ្មែរដើមកំណើតចិនឈ្មោះចិនស៊ីថាជាអ្នករៀបចំបណ្ដាញអុក្រិតកម្មឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍ជាបទអុក្រិតពាក់ព័ន្ធទាំងការបើកកាស៊ីណូការក្លែងបន្លំប្រតិបត្តិការខុសច្បាប់និងការលាក់បាំងសកម្មភាពប្រព្រឹត្តបទអុក្រិតផ្សេងៗទៀតនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន The South China Morning Post ចុះផ្សាយនាថ្ងៃទី9 មករា2026តាមសារព័ត៌មានចិនដែលមានមូលដ្ឋាននៅទីក្រុងហុងកុងដដែលនេះគណៈចិនស៊ីត្រូវបានឃុំខ្លួនតាមច្បាប់របស់ចិនប៉ូលីសចិនក៏នឹងដាក់សមាជិកស្នូលនៃក្រុមអក្រិតជនដែលពាក់ព័ន្ធនឹងចិនស៊ីទៅក្នុងបញ្ជីស្វែងរកតាមចាប់ខ្លួនសូមបញ្ជាក់ថាអតីតមហាសេដ្ឋីខ្មែរដើមកំណើតចិនដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន Brin Group ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅឲ្យអាជ្ញាធរចិនកាលពីថ្ងៃទី7 ខែមករាឆ្នាំ2026ជាការចាប់ខ្លួនដែលកម្ពុជានិងចិនពុំបានបញ្ជាក់ពីបទល្មើសនៅពេលចាប់ខ្លួនភ្លាមៗនោះទេតែកាលពីខែតុលាឆ្នាំ2025អាមេរិកនិងអង់គ្លេសបានចោទប្រកាន់ចិនស៊ីគឺជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខាំងមនុស្សឲ្យធ្វើការក្នុងបណ្ដាញអុក្រិតកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាតាមច្បាប់របស់តុលាការសហព័ន្ធទីក្រុង Brooklyn របស់សហរដ្ឋអាមេរិកចិនស៊ីអាចត្រូវជាប់ទោសរហូតដល់40ឆ្នាំលើសពីប្រឈមមុខជាប់ទោសជិតពាក់កណ្ដាលជីវិតរបស់ចិនស៊ីអាមេរិកក៏បានប្តឹងរឹបអូសទ្រព្យសម្បត្តិរបស់បរិះដើមកំណើតចិនរូបនេះដែលមានតម្លៃប្រមាណ$15,000 លានខណៈអង់គ្លេសក៏បានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមេបណ្ដាញអុក្រិតកម្មអនឡាញរូបនេះប្រមាណ$176 លានអាមេរិកទៀតគួររំលឹកជូនដែរថាកាលពីអំឡុងខែឧសភាឆ្នាំ2020ក្រុមការងារស៊ើបអង្កេតរបស់ទីក្រុងប៉េកាំងក៏បានបើកការស៊ើបអង្កេតករណីលោកចិនស៊ីបន្ទាប់មកត្រូវបានតុលាការប្រទេសចិនរកឃើញថាចិនស៊ីមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនលបែងអនឡាញខុសច្បាប់នៅកម្ពុជានិងការលាងលុយកខ្វក់ពេលនោះតុលាការចិនក៏បានរកឃើញលុយរាប់រយលានដុល្លាររបស់ចិនស៊ីថាបានមកពីអំពើខុសច្បាប់